ស្លេងទាំងអស់គ្នាចូលគ្នាជាមួយនឹង admin ជាមួយនឹងរឿងថ្មីទៀតហើយដែលមានចំណងចង់ថាមកចាប់ឲ្យដកអង្គរៈនិយាយទៅស្ងាត់ជួឥឡូវចេញមកសម្រាប់រឿងវិញហើយកុំឲ្យខាត់ពេលយូរយើងមកជួបជាមួយនឹងស្អីរឿងយើងតែម្ដងស្អីរឿងបកក្បាលដំបងហ្នឹងស្រាប់តែគ្លឺសម្លេងមនុស្សអស់បូករឿងជាមួយនឹងសម្លេងកាមេរ៉ាដែលគេប្រាប់ចូលរូបថតស្អាតអីចឹងណាហើយវាស្ថិតនៅក្នុងកម្មវិធីមួយដែលគេធ្វើឡើងហ្នឹងគឺដើម្បីអបអរទៅដល់នាយករដ្ឋមន្ត្រីថ្មីដែលគេទើបតែបោះឆ្នោតឲ្យគាត់ដែលមានសម្លេងសិលឹកឆ្នោតច្រើនជាងគេអញ្ចឹងធ្វើគាត់បានខ្លាចជានាយករដ្ឋមន្ត្រីហើយដែលនាយករដ្ឋមន្ត្រីនោះគឺគាត់មានឈ្មោះថាផាក់ជីយ៉ុនឡងពេលនេះណាគឺគាត់កំពុងតែឈរនៅមុខមេក្រូដើម្បីនិយាយថាអំណរគុណទៅដល់ប្រជាជនគ្រប់រូបដែលបានបោះឆ្នោតឲ្យគាត់ចឹងណាក្រោយពីដែលគាត់និយាយថាអំណរគុណចប់ហ្នឹងនាយករដ្ឋមន្ត្រីថ្មីហ្នឹងគាត់ក៏បានមកនិយាយជាមួយនឹងអ្នកដែលបានបញ្ចូលរួមដូចជាអ្នកធំអីចឹងណាឡងពេលដែលមានមនុស្សជាច្រើនគេកំពុងតែនិយាយគ្នាជជែកគ្នាពីរឿងនេះពីរឿងនោះចឹងណាស្រាប់តែមានឡានសេរីតំណមួយដែលនិយាយទៅគឺតំណខ្លាំងមែនតើដែលគេទៅតែផលិតតាមឆ្នាំ2023គឺតម្លៃវិញគឺខ្ពស់ហ្មងហើយសំខាន់ឡានហ្នឹងគឺគេទៅតែផលិតបាន2គ្រឿងហើយក៏ថៃក្នុងមួយគ្រឿងនោះគឺមានមនុស្សម្នាក់ដែលជិះនៅក្នុងកម្មវិធីហ្នឹងពិតជាចង់ដឹងថាណាគេដែលជាម្ចាស់រថយន្តហ្នឹងតែសារតារថយន្តហ្នឹងបានឈប់គឺអត់ទាន់មានអ្នកចាញ់មកហើយចាប់ពីពេលហ្នឹងគឺឃើញអ្នកបើកឡានហ្នឹងគេបើកទៅឲ្យអ្នកដែលអង្គុយក្នុងឡានហ្នឹងចាញ់មកចាគ្រាន់តែរូបសម្រាប់ម្ចាស់ឡានហ្នឹងចោះចេញមកគឺមានជាការចាស់ភ្នែកតែរំលាយដែលគេបានចូលរួមក្នុងកម្មវិធីនោះហើយនៅពេលដែលកំឡោះតូចនោះចាស់ចេញពីឡានណាស្រាប់តែនារីវ័យក្មេងម្នាក់ក៏បាននិយាយដល់ភាពអត់ថាវ៉ាវពិតជាស្រស់ស្អាតណាស់និយាយទៅឆ្ងល់ហ្មងថាមនុស្សឬក៏ជាតែបត់ទៅដោយសារតែស្អាតខ្លាំងមែនតើនៅទាំងអស់គ្នាគឺបរោះម្នាក់ដែលចាញ់ពីឡានហ្នឹងយកអាស្បែកមុខរបស់គេគឺសរលងស្អាតជាងមនុស្សស្រីទៅទៀតហើយសារតែរូបរាងភាពទីរបស់គេហ្នឹងធ្វើឲ្យកាមេរ៉ាទាំងអស់បានតម្រង់ទៅរកគេគ្រប់គ្នាហ្មងចំណែកឯម្ចាស់ខ្លួនគឺវិញគឺគាត់មានខ្វល់ទេអ្នកថាចង់ប្រមាញ់រូបភាពរបស់គេក៏ប្រមាញ់ទៅនិយាយទៅនៅតែរក្សាទឹកមុខដល់ស្មាថៃតែម្ដងរហូតដល់ទៅតម្រង់ទៅកាន់នាយករដ្ឋមន្ត្រីថ្មីដែលមានឈ្មោះថាជីយ៉ុនហ្នឹងស្រាប់តែពេលទៅដល់នៅមុខហ្នឹងគេក៏បាននិយាយថាលោកប៉ាតាមប៉ែតកំឡោះស្អាតទៅច្រឡំហ្នឹងគឺជាកូនប្រុសរបស់ជីយ៉ុនដែលជានាយករដ្ឋមន្ត្រីថ្មីតែម្ដងនិយាយទៅគ្រាន់តែលឺក្មេងទៅហ្នឹងហៅថាប៉ាហ្នឹងគឺអ្នកនៅក្នុងកម្មវិធីហ្នឹងគឺមានជាការភ្ញាក់ផ្អើលខ្លាំងមែនទេអត់ដែលដឹងសោះថាគាត់មានកូនប្រុសគឺស្អាតដំឡឹងស្អាតឡើងដូចមនុស្សស្រីហ្មងទៅពេលនោះលោកប៉ាក៏បាននិយាយទៅកាន់កូនគាត់ថាចេះតែក្នុងបែបនេះគាត់ធ្វើឲ្យស្រីស្រីកំងមកខាងវាដងស្លាំខានទេតែពេលចឹងកូននឹងលឺហើយគឺអត់ខ្វល់ទេក៏បាននិយាយថាជួយបានទេកូនតែបែបនេះហើយអ្នកណាឲ្យពួកគេខំប្រសាទបានទៅនិយាយចេញមកឡើងជួយជាក់ហ្មងថាបើគេលឺអញ្ចឹងហើយក៏យើងហួសចិត្តនឹងកូននេះចឹងណាក៏បានថាឲ្យកូនដែរក៏បានសួរទៅកាន់កូនប្រុសថាស្កាសាន់មកបានប្រាប់ប៉ាជាមុនឥឡូវយើងនឹងកាន់តែណាស់ណោះដល់ពេលចឹងកូនប្រុសហ្នឹងក៏មានជាការខឹងលោកប៉ាបន្តិចនៅពេលដែលលោកប៉ានិយាយចឹងក៏បានឆាយតបទៅកាន់លោកប៉ាវិញតែចែប៉ាគ្មានសិទ្ធិមកខឹងកូនទេតែត្រូវតែខឹងលោកប៉ាបានឡើងតំណែងជានាយករដ្ឋមន្ត្រីព្រាវព្រឹកកូនឆឹងប្រាប់កូនម៉ាត់ក៏គ្មានគួរតែខឹងអត់ឡើយនឹងយ៉ាកូនគេគឺនិយាយទៅកាន់ប៉ាគេចឹងណាហើយប៉ាบอกគេក៏បានតវិញថាអូខេប៉ាខុសប៉ាសុំទោសមកនេះមកប៉ាណែនាំឲ្យស្គាល់លំទៅផ្ទះវិញបានគាត់ដាក់ទោសកូនអីចឹងណាដែលត្រឡប់មកពីប៉ារីវិញគឺអត់ឲ្យដំណឹងគាត់អីចឹងទៅតែកូននេះ I don't care អីចឹងណាបន្ទាប់មកគេក៏បាននិយាយទៅកាន់ប៉ាគេថាចានៅចង់ដាក់ទោសកូនទៀតមានប៉ាវាលហួសចិត្តហ្មងបានឡើងតំណែងថ្មីប្រាប់កូនទេដល់ពេលកូនតាំងធ្វើខឹងឬអីទៅអូចង់ដាក់ទោសកូនវិញទៀតថាកូននឹងទៅជាអ្នកខុសយ៉ាងបន្ទាប់មកតែពីនិយាយរួចអស់ហើយហ្នឹងប៉ារបស់គេហ្នឹងក៏បាននាំកូនជាទីស្រឡាញ់នេះទៅណែនាំឲ្យអ្នកធំស្គាល់អីចឹងណាថាជាកូនប្រុសគាត់ទៅឯដែលលោកប៉ាគេតាមបានណែនាំទៅចាស់ហើយហ្នឹងក៏ស្រាប់តែមានមនុស្សបរិសុទ្ធចំណាស់ម្នាក់គាត់និយាយទៅកាន់ជីយ៉ុនថាចូលរួមរបស់ផងជីយ៉ុនបានឡើងតំណែងធំចឹងណាហើយនៅមានកូនប្រុសដល់ស្រស់ស្អាតម្នាក់មកអបអរដល់កន្លែងទីអញ្ចឹងកំណត់ទៅបើយើងក៏បាននិយាយគួរសមទៅកាន់អង្គនឹងវិញថាសរសើរពេកឲ្យអមមិនចឹងណាទោះបីជាគាត់មានចរិតឆ្មាំងឆ្មៃមែនប៉ុន្តែគេក៏ជាក្មេងម្នាក់ដែលចេះដាក់ខ្លួននៅចំពោះមុខចាស់ដែរដល់ពេលចឹងទៅអង្គនោះក៏បានឆ្លើយទៅកាន់ក្មេងនឹងថាមើលចាស់ចេះដាក់ខ្លួនណាគួរឲ្យស្រឡាញ់មែនក្មេងនេះហើយដល់ពេលចឹងទៅចាក្មេងនេះក៏មានជាការសោយតិចហើយក៏និយាយអរគុណទៅកាន់អង្គម្នាក់ដែរអង្គហ្នឹងគឺបន្តសួរទៀតហើយសួរថាតាក្មួយរៀនចប់ហើយមែនទេបន្ទាប់មកក្មេងហ្នឹងក៏បានឆ្លើយទៅកាន់លោកអង្គថាបាទលោកអង្គខ្ញុំទៅតែរៀនចប់ឆ្នាំនេះឯងដល់ពេលចឹងអង្គម្នាក់ហ្នឹងក៏មានឈ្មោះថាហានសុនក៏គាត់បានសួរនាំឲ្យបន្តទៀតដែរគាត់ក៏ចាប់អារម្មណ៍ជាមួយនឹងប៉ារបស់ក្មេងម្នាក់ហ្នឹងប្រងដល់ពេលចឹងជីមីនក៏អត់មានអ្នកនិយាយជាមួយទៀតតើអង្គមានអារម្មណ៍ថាខ្លួនឯងឲ្យកោហើយព្រោះឯងចាស់ចាប់តាមនិយាយគ្នាមួយគាត់ចឹងណាហើយណាមួយគ្នាទៅតាមមកដល់ប្រទេសកូរ៉េលើកដំបូងហើយសូវមានមិត្តភក្តិមិត្តអីចឹងទេរបៀបម្នាក់ឯងប៉ុន្តែនៅពេលដែលគេឈរនិយាយថាមនុស្សភ្នែកល្វីហើយចឹងណាក៏ឈររេហ្នឹងគឺអត់បានដឹងថាមានខ្មាន់កំភ្លើងម្នាក់ហ្នឹងគឺកំពុងតែតម្រង់កណ្ដងកំភ្លើងហ្នឹងមករកលោកប៉ាបោះកំឡោះតូចហ្នឹងឯងដែលគាត់មានឈ្មោះថាជីយ៉ុនណាឡើយខ្ញុំសុំហៅជីយ៉ុនចាតែពេលក្មេងម្នាក់នេះដែលគាត់មានឈ្មោះថាជីមីនហ្នឹងគឺគាត់
mượn nó nọt xí mới mình này ra chẳng xẹp đặt play từ trong lơ từ bộ mũi để mình cái bộ sao cái bộ này đó nè xẹp được khơi mình bộ đào chụp lại mình để cái bông đầm răng cùng nóng cái plơนึง mà can đục pa chẳng á taoไปนั่งชิมินเป็นเจียบพอยไอเพียบเมนเทนให้ก็เคยบอกแม่นั่งคือเตรียมนำบ่มร่องหนึ่งบันแมวไว้นะก็ชิมินใส่ตะการป้าตะเจก็ป้าไปยัดเก๋ก็รถตาเอาป้าจังเตอเสียบตะกับเพลเสียบตะโบราณนั่งคือบันเลี้ยวมามองไปจังกระกับเพลิงนะก็บ้านเราแต่เลยชิมินแต่ดองไปเจอสายการเมนบากบ้าเรื่องว่าสิมากระเพลิงมันให้นุไปด่าชิมินก็เรากรอบนึงสามแต่โลกที่ย้อนนึงปัจจุบันเพียบเมนเทนก็บ้านใส่แต่หาคนยังคลั่งมองตับเมาส์เราคนจิตเตสลันให้នៅក្នុងកម្មវិធីហ្នឹងក៏មានភាពចលាចលលើចឹងទៅលឺសំឡេងអង្គរៈស្អីថាការពារលោកម្ចាស់អីចឹងទៅណានិយាយទៅម្នាក់ៗគឺគេរាប់ដៃដឹកជើងការពារជីយ៉ននឹងជីមានខ្លាំងមែនទែនហើយសម្រាប់អ្នកដែលចូលរួមកម្មវិធីគឺមានភាពងាយងាយរត់ជួយរបស់គ្នាពេញណាស់ហើយទៅពេលជីយ៉នគឺគាត់បានខ្វល់ពីជីវិតរបស់ខ្លួនឯងទេក៏ឃើញកូនប្រុសរបស់គាត់ហូរឈាមមកដេកនៅក្នុងក្របឈាមចឹងគាត់ក៏ចាប់5ភ័យខ្លាចបាត់បង់ជីវិតរបស់កូនគាត់ដល់ពេលចឹងគាត់ក៏ស្រែកថាឆាប់យកកូនគាត់ទៅកាន់មន្ទីរពេទ្យអីចឹងណានិយាយទៅគឺគាត់ខ្វល់ណាគេបាញ់អីគាត់ខ្វល់ពីជីវិតរបស់ខ្លួនឯងតែពិសេសចឹងហើយក៏មានអង្គរៈម្នាក់ហ្នឹងមកជួយលើកបីជំនាញទៅឡានហើយក៏ប៉ានោះតាមហើយក៏និយាយទៅកាន់កូនថាកូនប៉ាកុំកាត់អីសោះណានិយាយទៅទឹកចិត្តឪពុកពេលឃើញកូនចឹងគឺស្លោះខ្លាំងមែនតើទៅក្រោយមកហ្នឹងឡានដែលគេយកជំនាញមកសង្គ្រោះមន្ទីរពេទ្យហ្នឹងក៏បានមកដល់មកកាន់មន្ទីរពេទ្យហើយក្រោយទៅឡានហ្នឹងឈប់ដល់មន្ទីរពេទ្យវិញគឺនៅក្នុងមន្ទីរមានជាការឆ្លេឆ្លានាំគ្នាដុតដៃដឹកជើងមកទទួលជំនាញខ្លាំងមែនទែនហើយបន្ទាប់មកគេពេលដែលគេទទួលចូលទៅក្នុងបន្ទប់ ICU ហើយក៏បន្តិចកលៀននៅប្រធាយិកាហ្នឹងក៏និយាយទៅកាន់សញ្ញាថាសូមរងចាំខាងក្រៅចឹងណាតោះពីជំនាញត្រូវបានបញ្ជូនទៅដល់ក្នុងបន្ទប់ហើយលោកជីយ៉នហ្នឹងក៏បាននិយាយទៅកាន់អង្គរៈរបស់ខ្លួនថាតាន់យូរអញឆាប់ទៅសើបមើលថាអ្នកណាគឺប៉ុនប៉ងធ្វើឃាតយកអញ្ចឹងណាព្រោះអីគាត់ដឹងថាករណីហ្នឹងគឺសំដៅបរោគាត់តែដល់ពេលចឹងដនយូក៏បានឆ្លើយទៅកាន់លោកម្ចាស់ហើយក៏បានចេញទៅធ្វើការនៅអ្វីដែលលោកម្ចាស់បានប្រើដល់ពេលលោកម្ចាស់នេះដល់ពេលដែលគេចេញទៅអស់នៅសារតែម្នាក់ឯងគឺអង្គុយស្កប់នៅមុខបន្ទប់ ICU ដែលគេកំពុងតែសង្គ្រោះកូនខ្លួនឯងនេះហើយពេលហ្នឹងគឺគាត់មានអារម្មណ៍ថាតស្លុតភ័យខ្លាំងមែនទែនគាត់ក៏បាននិយាយទីស្ទិកម្នាក់ឯងថាកុំកាត់អីណាកូនបើកូនកាត់អីប៉ាមិនលើកលែងឲ្យខ្លួនឯងឡើយព្រោះអីគាត់គិតថាជាដើមហេតុគាត់ចឹងគាត់គឺជាដើមហេតុហ្នឹងក៏បានកាត់មកដល់ខេត្តមូសានវិញម្ដងដល់ពេលនោះយើងស្ដាប់តែឃើញកំឡោះដែលគាត់មានរូបរាងខ្ពស់ស្លាប់បានតែមានដុសពុកមាត់អីពេញហ្នឹងអីចឹងណាហើយរៀងសាក់ប្រាស្មានិយាយទៅរៀងពិបាកមើលដែរគាត់ក៏បានដើរទៅស្រាប់តែជួបអង្គមួយគាត់ក៏និយាយថាអ៊ំចាំខ្ញុំជួយដែលសារតែអ៊ំពេលហ្នឹងគឺគាត់កំពុងតែបាវអ្វីក៏មិនដឹងដែរដាក់លើរទេះចឹងណាដល់ពេលកំឡោះអ្នកហ្នឹងគឺគាត់ដើរមកពីចការមកគាត់ឃើញចឹងគាត់ជួយយកអាស្រ័យទៅហើយអ៊ំហ្នឹងក៏បាននិយាយទៅកាន់អ្នកកំឡោះថាអកូនឯងក្មួយហើយគាត់ក៏បានសុំទុកម៉ាក់អ្នកកំឡោះហ្នឹងថាចេះហើយចាំម៉ាក់ឯងចេញពីមន្ទីរពេទ្យហើយអីអ៊ំបានទៅមើលដោយសារអ៊ំរវល់អីចឹងណាហើយអ្នកកំឡោះហ្នឹងក៏បាននិយាយទៅកាន់អ៊ំថាបានអ៊ំម៉ាក់ចេញពីមន្ទីរពេទ្យចាំមិញគាត់បានធុញច្រានឲ្យអ៊ំចាស់នៅក្នុងហ្នឹងជាអ្វីទៅពេលដែលគេប្រាប់ហើយក៏គេបានសួរអំពីបើដែលអ៊ំបានលើកហ្នឹងណាដល់ពេលចឹងអ៊ំក៏បានឆ្លើយទៅកាន់អ្នកកំឡោះថាអត់ណត់មានអីទេដុំថ្មទៅអ៊ំយកទៅដាក់បាំងគៀនក្បែរដើមខ្ទឹមហ្នឹងណាចាឲ្យទំនេរចេះតែដាំនេះដាំនោះក្បែរផ្ទះតិចទៅគ្រាន់បានប្រកឡើងស្រោចទឹកបញ្ចេញញើសអញ្ចឹងណាគាត់ឆ្លើយទៅអ្នកកំឡោះបែបអញ្ចឹងហើយអ្នកកំឡោះហ្នឹងក៏អត់បានសួរនាំអីទៀតដែរគ្រាន់តែញ៉ាំមកជួយលើគាត់អីចឹងណាហើយអ៊ំហ្នឹងក៏បានបន្តទៅកាន់អ្នកកំឡោះហ្នឹងទៀតថាចេះផ្ដាំផ្ញើសុខទុកម៉ាក់ផងចាំទំនេរអ៊ំឆ្លៀតទៅមើលអញ្ចឹងណាទៅអ្នកកំឡោះហ្នឹងក៏ឆ្លើយតបបែបសំរុំថាបាទអ៊ំខ្ញុំនឹងប្រាប់អ្នកម៉ាក់បើអញ្ចឹងខ្ញុំទៅផ្ទះសិនហើយអ៊ំដែលសារតែគេជួយលើកអស់ហើយអញ្ចឹងពេលនិយាយហើយគេលាលោកអ៊ំទៅហើយអ៊ំក៏មិនភ្លេចអរគុណអ្នកកំឡោះហ្នឹងដែរ